ច្បាប់សមុទ្រអាន់ក្លូសធ្វើឲ្យលោកស៊ីហាសាក់វិលក្បាលក្បងម្ដងថាមិនប្រើឥឡូវបែរជាឆ្លើយថាប្រើទៅវិញការលើកឡើងទុយគ្នារបស់លោកស៊ីហាសាក់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសថៃពាក់ព័ន្ធនឹងការប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រអាន់ក្លូសនៅក្នុងបញ្ហាព្រំដែនសមុទ្រជាមួយនឹងកម្ពុជាកំពុងបង្កឲ្យមានការចាប់អារម្មណ៍និងចម្ងល់យ៉ាងខ្លាំងពីមតិសាធារណៈនៅថ្ងៃទី12ខែឧសភាសារព័ត៌មាន The Nation Thailand បានរាយការណ៍ថាលោកស៊ីហាសាក់បានអះអាងថាប្រទេសថៃមិនទទួលស្គាល់របាយការណ៍របស់កម្ពុជាដែលយោងទៅលើ MOU ជាភស្តុតាងពាក់ព័ន្ធនឹងខ្សែព្រំដែនដែលគូកាត់កោះគត់នោះឡើយលោកបានទទូចថាការចរចារវាងប្រទេសទាំងពីរគួរតែធ្វើឡើងក្រោមអនុសញ្ញាអាន់ក្លូសតែប៉ុណ្ណោះប៉ុន្តែគួរឲ្យកត់សម្គាល់ថាកាលពីថ្ងៃទី11ខែឧសភាឆ្នាំ2026សារព័ត៌មានដដែលនេះបានផ្សាយថាលោកស៊ីហាសាក់បានលើកឡើងផ្ទុយគ្នាដោយបញ្ជាក់ថាមិនមានការបដិញ្ញាចិត្តណាមួយក្នុងការព្រមព្រៀងប្រើអាន់ក្លូសនោះទេហើយដំណើរការដោះស្រាយបញ្ហាគួរតែចាប់ផ្ដើមពីការចរចាទ្វេភាគីដោយស្មោះត្រង់ជាមុនសិនការផ្លាស់ប្ដូរជំហរយ៉ាងលឿនបែបនេះបានធ្វើឲ្យមានសំណួរជាច្រើនថាតើភាពក្រលិចក្រឡុចរបស់រដ្ឋមន្ត្រីការបរទេសរូបនេះកំពុងមានគោលបំណងអ្វីឲ្យពិតប្រាកដតើជាការបង្ហាញពីភាពមិនច្បាស់លាស់ក្នុងគោលនយោបាយការបរទេសរបស់ថៃឬជាយុទ្ធសាស្ត្រនយោបាយដើម្បីលួងលោមដល់ចិត្តពួកថៃលំមសង្គ្រាមលំមឈ្លានពានល្មើសគុណឬក៏ជាតិសាសន៍នេះពិតជានិយាយ10មិនស្មើមួយពិតប្រាកដមែនមតិមួយចំនួនក៏បានលើកឡើងថាការនិយាយផ្ទុយគ្នាបែបនេះអាចធ្វើឲ្យប៉ះពាល់ដល់ភាពជឿទុកចិត្តក្នុងដំណើរការចរចារវាងប្រទេសកម្ពុជានិងថៃក៏ដូចជាបានវិផ្ទៃមុខលោកអនុទាននាយករដ្ឋមន្ត្រីថៃដែលទើបបានប្រកាសក្តែងប្រាប់អន្តរជាតិថាស្ដារទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជាវិញតើលោកអនុទាននិងលោកស៊ីហាសាក់នឹងដើរយុទ្ធសាស្ត្របែបណាបន្តទៀតពីខ្ញុំរ៉មសវីអង្គភាពសារព័ត៌មាន Friday Daily News